នេះជាដបទឹកនៃទឹកចិត្តខ្មែរពួកអាចៅសៀមពួកឯងមើលហើយនេះស្នាដៃពួកឯងមើលបំបែងក្របធ្លុះឡើងសោះហ្មងមកតួឡានហ្នឹងគឺគ្មានកន្លែងណាសល់ហ្មងនិយាយទៅធ្លុះហ្មងទឹកចិត្តខ្មែរនេះទឹកចិត្តខ្មែរអ្នកតកងឡានដូចគ្នាគាត់មកបើកឡានមកដល់គាត់ដាក់សែនហើយមកគេដាក់សែននៅនេះរហូតដែរតគ្នាមកជិះមុនថាឈប់ដល់បានឈប់ក៏ញ៉ាំទៅណាត់ទូក៏ដែរតកងឡានដូចគ្នាមិនថាស្នាមបំបែងក្របធ្លុះនិយាយទៅទីដូចសាកសពឡានអញ្ចឹងពុកម៉ែបងប្អូនពីរគ្រឿងនៅលើផ្លូវហើយទឹកចិត្តខ្មែរយើងគាត់ដាក់សែនទឹកសែនអីឲ្យដោយសារជាពិសេសគឺបងតកងឡានតែគាត់ជិះកាត់ហ្នឹងគឺគាត់ឃើញគាត់ឈប់ឲ្យដូចឡានបងប្រុសគាត់ជាក់ស្ដែងអញ្ចឹងគាត់ជាអ្នកតកងឡានដូចគ្នាគាត់សំណោះហើយពុកម៉ែបងប្អូនមើលទៅនេះឡាននៅកណ្ដាលផ្លូវវាលអញ្ចឹងហើយវាមកតម្លាក់ហើយគិតមើលនេះធ្លុះអូអាណិតពួកគាត់ណាខ្ញុំមិនថាទឹកចិត្តខ្មែរយើងទៅណាទៅណីរឿងមកបីជំនឿអត់ចោលទេចូលរួមសោកស្ដាយចំពោះជនរងគ្រោះហើយនេះគឺជាឡានដែលនៅតាមផ្លូវហួសស្វាយជែកបន្តិចខ្ញុំមកនេះទីតាំងហ្នឹងអញ្ចឹងគឺឡានពីរគ្រឿងគេអូសយកមកដាក់ជាប់គ្នាហ្នឹងគឺគាត់ឃើញស្នាមក្របបំបែងសំណោះមែនតើមិនគួរមានរឿងអញ្ចឹងកើតឡើងនៅប្រទេសយើងភាសាតែមានតែប្រទេសជិតខាងចោលឆ្លៀនពៀនមើលបំបែងសំណោះឡានណាអើយសំណោះស្នាមធ្លុះឡើងសោះហ្មងនេះបើមានមនុស្សជិះវិញបាច់និយាយទេបើមានមនុស្សដល់ចប់ហ្មងបើមានមនុស្សជិះពេញឡានអីចប់ធ្លុះឯង